ជំរាបសួរពុកម៉ែបងប្អូនបាទឥឡូវនេះខ្ញុំចូលមកដល់ទឹកដីមកកន្លែងទៀតបាទនៅខាងខេត្តកំពង់ធំណាបាទហើយបើនិយាយខ្លីចន្ទីនេះអាយុខ្ទង់ប្រហែលជា6ឆ្នាំអីទេបាទឬក៏ខ្ទង់6ឆ្នាំជាងចង់និយាយអញ្ចឹងណាបាទប៉ុន្តែមិនទាន់មានត្រួយទេបាទដោយសារតែម្ចាស់ចកាបាទគាត់រវល់ដល់ពេលអញ្ចឹងទៅអត់មានការបាញ់ទិញត្រួយអីអញ្ចឹងណាបាទអញ្ចឹងទៅយឺតនេះសម្បីតែថ្មេកត្រួយដែលត្រូវបើកនេះក៏មិនមានដែរអញ្ចឹងណាបាទគឺយឺតមែនតើអត់មានអីតាន់តិចទេអញ្ចឹងណាបាទតទេតែម្ដងចង់និយាយអញ្ចឹងណាបាទក្នុងមួយចកានេះភាគរយគឺច្រើនបាទភាគរយគឺច្រើនហើយបញ្ហាមួយទៀតនោះគឺវាក្រហមស្លឹកទៀតបាទក្រហមស្លឹកទៀតបាទហ្នឹងបញ្ហាធ្ងន់មែនតើបាទដោយសារតែប្រភេទដីកើតនេះជាប្រភេទដីមួយលបាយខ្សាច់បាទលបាយខ្សាច់ហើយចង់និយាយថាវាជ្រាបតាក់ទៀតណានេះដកតាក់ទៀតបាទព្រោះដីវានេះវាទំនាបអញ្ចឹងណាបាទអញ្ចឹងវាបញ្ហាគឺក្រហមស្លឹកវាតែងតែមានហើយឲ្យតែដកតាក់អញ្ចឹងណាបាទអញ្ចឹងអ្វីដែលយើងត្រូវធ្វើបាទទី1គឺយើងបាញ់ថ្នាំបំប៉នជំនួយអាហ្នឹងយើងបាញ់Planter និង4100ហើយជាមួយនឹងមេចលិនស៊ីមួយទៀតអានឹងតកតនឹងការពារនឹងជំងឺឬក៏ពពុះក្រាអីផ្សេងអញ្ចឹងណាបាទវាអាចជួយបានមួយចំនួនដែរអញ្ចឹងយើងបាញ់3មុខនឹងបញ្ចូលគ្នាបាទដើម្បីឲ្យចន្ទីរបស់យើងលោតត្រួយបានលឿនបាទនេះมันមានត្រួយទេអញ្ចឹងណាបាទហើយមានបញ្ហាទៀតនេះចន្ទីនេះបាទអញ្ចឹងយើងបាញ់ត្រឹមតែម្ដងនេះទេអាចចន្លោះខ្ទង់មួយអាទិត្យឬ10ថ្ងៃទៀតយើងត្រូវបាញ់មួយសាទៀតអញ្ចឹងណាបាទយើងអាចប្រឡែងវាចោលរហូតដល់15ថ្ងៃមិនបាញ់ម្ដងទេអញ្ចឹងគឺយឺតបាទគឺយឺតអញ្ចឹងអ្វីដែលយើងត្រូវធ្វើត្រឹមតែ7ថ្ងៃទេ7ថ្ងៃ10ថ្ងៃទៅបាញ់មួយសាទៀតហើយបាទព្រោះអីវាគីកនឹងវឹកនៅក្នុងការបញ្ចេញផ្កាអញ្ចឹងណាបាទអញ្ចឹងនៅពេលដែលចេញពុកត្រួយមកបាទចន្លោះតង18ថ្ងៃទៅ20ថ្ងៃជាងឡើងទៅគឺយើងអាចបាញ់ថ្នាំទាញផ្កាបានហើយសំខាន់គឺធ្វើម៉េចក៏ដោយត្រូវយកត្រួយវឹកនេះបានសិនអញ្ចឹងណាសំខាន់អញ្ចឹងយើងក្នុងការបាញ់ទាញត្រួយយើងត្រូវការវាយ2ជើងចូលបាទបាញ់2ជើងចូលបាទរយៈពេល7ថ្ងៃ10ថ្ងៃត្រូវបាញ់ម្ដងបាទអញ្ចឹងអាចចន្លោះចូលពាក់កណ្ដាលខែ11បាទចឹងអាចនឹងលោតត្រួយមកវែងបាទអញ្ចឹងយើងអាចបាញ់ថ្នាំទិញផ្កាបានហើយហ្នឹងអញ្ចឹងណាបាទហ្នឹងយើងមើលតាមជាក់ស្ដែងទៀតណាបងខ្ញុំបញ្ជាក់កន្លែងនេះបាទមើលតាមជាក់ស្ដែងទៀតអញ្ចឹងស្រាប់បងដែលមានចង្អុលអីបន្ថែមបាទអាចតាក់ទងលេខ Telegram នៅខាងលើនេះបានបាទតាក់ទងនឹងបច្ចេកទេសលើចន្ទីបាទអាចពិភាក្សាបានអញ្ចឹងណាអរគុណ